នៅពេលដែលកម្មករនិយោជិតចូលបម្រើការងារថ្មីឬក៏កម្មករនិយោជិតត្រូវបានបញ្ចប់កិច្ចសន្យាការងារតើរោងចក្រសហគ្រាសឬស្ថានដែលស្ថិតក្រោមដែនអនុវត្តនៃច្បាប់ស្តីពីការងារត្រូវធ្វើចលនាអំពីបុគ្គលិកចេញចូលទៅក្រសួងការងារក្នុងរយៈពេលណាយោងច្បាប់ស្តីពីការងារត្រង់មាត្រា21ដែលក្នុងសៀវភៅច្បាប់នេះខ្ញុំនឹងអានជូនតែម្ដងបាទមាត្រា21នៅពេលដែលទទួលឲ្យធ្វើការឬបញ្ឈប់កម្មករនិយោជិតណាម្នាក់និយោជកត្រូវធ្វើសេចក្តីប្រកាសជូនដំណឹងទៅក្រសួងទទួលបន្ទុកវិស័យការងារសេចក្តីប្រកាសជូនដំណឹងនេះត្រូវតែធ្វើជាលាយលក្ខណ៍អក្សរក្នុងរយៈពេល15ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃទទួលឲ្យធ្វើការឬបញ្ឈប់លែងឲ្យធ្វើការមានន័យថាត្រូវធ្វើការជូនដំណឹងទៅក្រសួងការងារក្នុងកំឡុងពេល15ថ្ងៃបន្ទាប់ពីទទួលឲ្យធ្វើការឬក៏បញ្ចប់កិច្ចសន្យាការងារកម្មករចិត្តនោះបាទក្នុងរយៈពេលនេះត្រូវកំណត់ឲ្យ30ថ្ងៃចំពោះសហគ្រាសកសិកម្មសេចក្តីប្រកាសជូនដំណឹងអំពីការទទួលឲ្យធ្វើការបញ្ឈប់កម្មករនិយោជិតខាងលើនេះមិនអនុវត្តចំពោះការងារម្ដងម្កាលដែលមានថវិកាវេលាជាប់គ្នាចំនួនតិចជាង30ថ្ងៃការងារធ្វើឈប់ដែលថវិកាវេលាពិតប្រាកដសម្រាប់ការងារនេះមិនលើសពី3ខែក្នុងរយៈពេល12ខែបន្តបន្ទាប់គ្នាបើចឹងនេះគឺជាការកំណត់រយៈពេលដែលត្រូវធ្វើសេចក្តីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិកជូនទៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈអញ្ចឹងចំពោះវីដេអូរបស់ខ្ញុំនេះគឺសូមបញ្ចប់ត្រឹមប៉ុណ្ណេះហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតដើម្បីទទួលបានវីដេអូថ្មីៗកាន់តែរហ័សពី Channel របស់ខ្ញុំអ្នកទាំងអស់គ្នាកុំភ្លេចចុចលើប៊ូតុង Subscribe និងរូបកណ្ដឹងអរគុណចំពោះការតាមដានទស្សនាពីដើមរហូតដល់ចប់នេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត